តែកង់ឡានអាត្មានឹងប្រហែលជាអស់មនុស្សហើយមើលទៅបាទម៉ោង9ម៉ោង10ទៅហើយហ្នឹងហើយណាមួយមើលទៅអាកាសធាតុថ្ងៃនេះដូចជាមិនសូវស្រួលផងឡើងតែជាអូនឹងហើយអ៊ំស្រីតែភាកច្រើនតែអាត្មានឹងហើយគ្មាននរណាគេជិះឡានក្រុងទេហើយណាមួយមើលទៅអាកាសធាតុថ្ងៃនេះវាត្រជាក់ដែរចឹងទៅប្រហែលជាគ្មានមនុស្សណាគេមកជិះឡានក្រុងទេតែអាត្មានឹងហើយភាកច្រើនគឺគ្មានមនុស្សទេនៅខាងមុខដូចជាមានមនុស្ស2នាក់នៅចាំជិះឡានក្រុងហ៎ហើយអាត្មានឹងហើយនៅមានមនុស្សនៅចាំជិះឡានក្រុងទៀតណាមើលទៅដូចជាមនុស្សដូចជា3នាក់អូ3នាក់មកទៅនេះខ្ញុំមើលមិនច្រឡំមកថ្ងៃនៅទាំងគ្នាដល់នឹងដូចជាមានមនុស្ស3នាក់នៅចាំជិះឡានក្រុងតើពួកយើងគួរឲ្យគាត់ឡើងនៅលើឡានក្រុងរបស់ពួកយើងដែរអត់ខ្ញុំគិតថាមិនបាច់ទេតែស្មាននឹងហើយមានណាគេនៅចាំជិះឡានក្រុងទេស្មាននឹងហើយអូអ៊ំស្រីប្រហែលជាវាមិនអីទេយើងគួរតែឲ្យពួកគាត់ឡើងជិះឡានក្រុងរបស់យើងទេមានអាកាសធាតុនៅយើងដូចជារឿងត្រជាក់ខ្លាំងបើសិនបើយើងមិនឲ្យពួកគាត់ឡើងជិះទេពួកគាត់អាចនឹងរលាឈើអាពួកអស់នេះដូចជាអត់មានជើងជុំចម្លែកណាស់ក្មេងចៅលោកយាយមានរឿងអីហ្នឹងមកថាខ្ញុំចៅនេះខ្ញុំមិនដឹងអីផងអាក្មេងចៅនេះមិនលួចកាបូបយើងហើយថាមិនដឹងអីទៀតអូលោកយាយតាមមានរឿងអីមែនហ្នឹងតែក្មួយស្រីជួយប្រាប់ទៅកង់ឡានផងហើយឈប់ឡានហ្នឹងឯងនៅខាងមុខហ្នឹងគឺមានប៉ោះប៉ូលីសនេះគឺអាក្មេងមួយនេះវាលុបកាបូបរបស់យាយថ្ងៃចៅជួយប្រាប់ទៅកង់ឡានឲ្យជួយឈប់ឡាននៅខាងមុខហ្នឹងផងហើយយាយយកអាក្មេងចៅម្នាក់នេះទៅដោះស្រាយនៅឯប៉ោះប៉ូលីសនៅខាងមុខនេះឯងខាងមុខនោះជិតដល់ហ្នឹងតាណែលោកយាយតាណាទៅប៉ោះប៉ូលីសហ៎ថាខ្ញុំចៅនេះអាតបលយោនេះខំជួយជីវិតវាហើយហ្នឹងហើយអត់មានចាប់អារម្មណ៍ទេអា3អ្នកខាងក្រោយនោះពិតទៅវាមិនជាមនុស្សទេពិតមែនឬយាយជំរាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ព័ត៌មានទាន់ហេតុការណ៍នៅថ្ងៃនេះដែលពួកយើងបានរកឃើញនៅសាកសពឡានក្រុងមួយគ្រឿងផ្លាកលេខគឺ375នៅក្នុងនោះដែរគឺគេប្រទះឃើញនៅសាកសពចំនួន3គឺដែលម្នាក់គឺជាតកង់ឡាននិងម្នាក់ទៀតគឺជាអ្នកលក់សំបុត្រនិងបុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណនៅនេះព័ត៌មានរបស់ពួកយើងបានចប់ត្រឹមតែប៉ុណ្ណេះ